ក្រោយស្ពាយឈ្មោះចំពោះម៉ៃលោកថមមីបានសារភាពត្រង់ៗពីជីវិតពិតដែលលោកកំពុងជួបគិតមកទល់នឹងពេលនេះអស់រយៈពេលជាងមួយសប្តាហ៍មកហើយដែលអតីតប្តីប្រពន្ធមួយគូគឺអ្នកនាងស៊ុងវីសានិងលោកថមមីបានប្រកាសចែកផ្លូវពីចំណងអាពាហ៍ពិពាហ៍ជាសាធារណៈបន្ទាប់ពីរៀបការនឹងគ្នាអស់រយៈពេលប្រមាណជាង6ឆ្នាំកាលពីថ្ងៃទី18ខែសីហាឆ្នាំ2026កន្លងទៅស៊ុងវិសាបានបង្ហោះសាររៀបរាប់ពីការលែងលះរបស់អ្នកនាងនិងលោកថមមីជាអតីតស្វាមីដែលប្រព្រឹត្តទៅតាមច្បាប់និងដោយសន្តិវិធីក្រោយសាងជីវិតអាពាហ៍ពិពាហ៍អស់រយៈពេលជាង6ឆ្នាំមកដំណឹងនៃការលែងលះរបស់តារាប្រុសស្រីខាងលើនេះដែរមហាជនជាពិសេសមិត្តភ័ក្តិរបស់អ្នកនាងស៊ុងវិសានិងលោកថមមីក៏បានបង្ហាញការសោកស្ដាយនៃការបែកបាក់នេះផងដែរក្បត់កន្លងមកអតីតគូស្វាមីភរិយាមួយគូនេះទទួលបានការស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងពីជីវិតគូរបស់អ្នកទាំងពីរព្រមទាំងបានចាត់ទុកថាជាគូស្នេហ៍គំរូបន្ទាប់ពីប្រកាសដំណឹងលែងលះនោះមកមហាជនបានសង្កេតឃើញអ្នកនាងស៊ុងវិសាក៏បានបង្ហោះសារពីអារម្មណ៍ក្នុងចិត្តផ្សេងៗជាបន្តបន្ទាប់ដែលឡែកលោកថមមីមិនបានរៀបរាប់ពីបញ្ហាតាក់ទិននឹងការចែកផ្លូវនេះនៅលើបណ្ដាញសង្គមឡើយដោយលោកត្រឹមបង្ហោះរូបភាពជាមួយនឹងកូនប៉ុណ្ណោះក្រោយលែងលះគ្នាបានជិតមួយសប្តាហ៍នោះអ្នកទាំងពីរកាន់តែដុតដៃដុតជើងទៅលើអាជីពរៀងៗខ្លួននៅក្នុងនោះលោកថមមីក៏បានបន្ថែមល្បឿនក្នុងការប្រកបអាជីពលក់សម្លៀកបំពាក់និងផលិតផលសុខភាពតាមអនឡាញព្រមទាំងការងារជាច្រើនទៀតដែលលោកធ្លាប់ធ្វើពីមុនមកស្របគ្នានោះដែរអ្វីដែលមហាជនបានចាប់អារម្មណ៍គឺលោកថមមីបានបង្ហោះសារបង្ហាញការចាប់ផ្ដើមឡើងវិញជាថ្មីពីដៃទទេដើម្បីកូនជាទីស្រឡាញ់របស់លោកបន្ថែមពីនេះលោកថមមីបានបញ្ជាក់ថាមកទល់ពេលនេះលោកស្គាល់ហើយរសជាតិជីវិតពលគឺលោកគ្មានលុយនិងចាប់ផ្ដើមបាត់បង់ការរាប់អានបន្តិចម្ដងជាក់ស្ដែងលោកថមមីបានបង្ហោះសំណេររៀបរាប់ថាខណៈនេះខ្ញុំគ្មានលុយដូចមុនទេមិត្តភ័ក្តិក៏បាត់អស់បណ្ដាជីវិតបែបនេះទើបស្គាល់រសជាតិមានតែចិត្តតស៊ូអត់ធ្មត់របស់ខ្ញុំទេខ្ញុំដូចគ្នាតាំងពីថ្ងៃចាប់ផ្ដើមនៃជីវិតរបស់ខ្ញុំដំបូងឌីយ៉ាក្រាមជីវិតកូនប្រុសដើមទ្រូង5ហាត់សុកចិត្តលះបង់គ្រប់យ៉ាងក៏នៅបន្តទៅមុខមានតែខ្លួនឯងជួយខ្លួនឯងជាមុនទៅអ្នកដទៃមើលឃើញតម្លៃនៃជីវិតពិតសំខាន់មនុស្សល្អគង់បង្ហាញឲ្យឃើញផលល្អអ្នកមើលឃើញខ្ញុំថ្ងៃនេះបែបនេះមិនប្រកាសថាអ្នកអាចមើលឃើញអនាគតខ្ញុំទៅមុខទេសាំងល្អជួបល្អស្ងប់ស្ងាត់តែមិននៅស្ងៀម